រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយហើយនឹងអ្វីដែលអាត្មាចង់នាំមកចែកគឺរៀនអំពីបច្ចវេកនវិធីឬអាចថាយើងរៀនពីពាក្យមួយម៉ាត់ហៅថាសន្តិដ្ឋិកោហ្នឹងអញ្ចឹងបានដូចយើងសូត្រនៅក្នុងពុទ្ធគុណធម្មគុណរាល់ថ្ងៃហ្នឹងអត់រៀនបរមត្ថមិនដឹងទេបានទៅសូត្រទោះបីសូត្រប្រែក៏ដោយកុំយល់ដែរធានាថាអត់យល់ហ្មងដល់លើពាក្យសន្តិដ្ឋិកោសន្តិដ្ឋិកោយើងប្រែថាជាធម៌គឺព្រះអរិយបុគ្គលទាំងឡាយដឹងពិតឃើញពិតដោយបច្ចវេកនៈញាណបច្ចវេកនៈញាណឬក៏យើងសរសេរទម្រួតថាបច្ចវេកនៈញាណញាណហ្នឹងគឺតួបញ្ញាបច្ចវេកនៈនេះគឺពិចារណាខ្លួនឯងបញ្ញាដែលពិចារណាឃើញខ្លួនឯងហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងយើងរៀនមួយម៉ាត់ណារៀនតែមួយម៉ាត់ហ្នឹងថ្ងៃហ្នឹងជាធម៌គឺព្រះអរិយបុគ្គលទាំងឡាយហើយព្រះអរិយបុគ្គលយើងដឹងហើយមាន8សោតាបត្តមៈសោតាបត្តផលសកតាគិមិមៈសកតាគិមិផលអនាគិមិមៈអនាគិមិផលអរហតមៈអរហតផលប៉ុន្តែអរិយបុគ្គលដែលលោកពិចារណាហ្នឹងគឺជាផលបុគ្គលមិនរាប់ទាំង8ទេអ្នកដែលមានបច្ចវេកនៈញាណហ្នឹងគឺជាផលបុគ្គលដែលយើងហៅសរុបមកដូចជាសោតាបណ្ណបុគ្គលសកតាគិមិបុគ្គលមិនមែនជាបច្ចវេកនៈញាណរបស់លោកតរចិត្តទេគឺជាបច្ចវេកនៈញាណរបស់អរិយបុគ្គលជាតួបញ្ញត្តិហើយដែលអាត្មាចាំបាច់បង្រៀនកន្លែងនោះធិតពិតអានឹងនៅក្នុងបរិច្ឆេទទី4បានលោកនិយាយពឹស្ដាច្រើនប៉ុន្តែដោយសារយើងរៀនមគ្គចិត្តផលចិត្តទៅហើយរៀនពីអរិយបុគ្គលខ្លះយើងដឹងខ្លះហើយទៅក៏ល្អដែររៀនពេលហ្នឹងយល់បានប៉ុណ្ណាធិបប៉ុណ្ណឹងទៅហើយយល់មិនច្បាស់យ៉ាងណានៅបរិច្ឆេទក្រោយទៀតនឹងរៀនអានឹងឡើងវិញទៀតបច្ចវេកនវិធីវិធីគឺសំដៅដល់វិធីចិត្តវិធីដែលពិចារណាមាន19វរៈមានន័យថាពិចារណា19ដងអញ្ចឹងបុគ្គលម្នាក់ដែលសម្រេចមគ្គផលរហូតទៅដល់ជាព្រះអរហន្តហ្នឹងលោកមានការពិចារណាឃើញមគ្គផលជាដើមហ្នឹង19វរៈហ្នឹងហើយយើងមើលកាលព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយតែងមានការដឹងប្រកបដោយខ្លួនឯងអត់មានអ្នកណាដឹងជំនួសទេណាដូចយើងភ្លក់សម្លអញ្ចឹងសាបប្រៃគឺម្ចាស់អណ្ដាតហ្នឹងទៅដឹងទៅច្រឡំទៅភ្លក់សម្លហើយសួរអាត្មាដែរអាត្មាអត់កាន់វែកភ្លក់ផងអត់គ្រូលោកចាស់សាបឲ្យប្រៃហ្នឹងអញ្ចឹងមិនអ្នកបដិបត្តិធម៌ដល់ច្រើនហ្នឹងអញ្ចឹងគាត់បដិបត្តិធម៌មកសួរអាត្មាកណាឃើញអញ្ចឹងកណាដល់ណាទៅខ្លួនឯងមកសួរអាត្មាអត់ទៅហ្នឹងដូចជាបញ្ហាគឺដឹងប្រកបដោយខ្លួនឯងដោយពាក្យនៅក្នុងព្រះធម្មគុណពោលថាសន្តិដ្ឋិកោជាធម៌គឺព្រះអរិយបុគ្គលដឹងពិតឃើញពិតដោយបច្ចវេកនៈញាណគឺថានឹងដឹងនឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃនោះក៏ទេគឺអត់ទេគឺឃើញច្បាស់ដោយខ្លួនឯងហ្នឹងលោកម្ចាស់គ្រូបច្ចវេកនៈញាណលោកម្ចាស់គ្រូភ្លេចសអេបងភ្លេចទៀតកែផងបច្ចវេកនៈញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃនោះក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងអញ្ចឹងបើពេលឃើញធោះហើយចាំបាច់រកគ្រូបកឯងចាំបាច់ទៅ
ទៅសួរគ្រូថាខ្ញុំដល់ណាហើយណា no បាច់សួរទេវាច្បាស់ហើយឡើងសួរវាឡើងឆ្ងល់ណាអញ្ចឹងវិធីកើតឡើងរបៀបម៉េចហ្នឹងឥឡូវឧទាហរណ៍នៅពេលដែលវិធីកើតឡើងវិធីមគ្គកើតឡើងពេលដែលលោកសម្រេចគុណធម៌ណាយើងដឹងហើយនេះម៉ាសេបនេះគឺបរិកម្មបរិកម្មឧបចារឧបចារៈអនុឡោមកោត្រៈភូមគ្គហ្នឹងហើយអញ្ចឹងកន្លែងមគ្គនេះមគ្គរួចផលពីនេះអញ្ចឹងនៅកន្លែងហ្នឹងក៏យើងបានជ្រាបដែរថាកាលបើព្រះអរិយមគ្គកើតឡើងហើយកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាហ្នឹងលំដាប់នេះមាននៅក្នុងជួរជាមួយគ្នាហ្នឹងมันយឺតយូរឡើយហ្នឹងហើយมันយឺតយូរឡើយហ្នឹងក៏គុណពធមួយដែរកន្លែងហ្នឹងដែលយើងក៏បីជ្រាបអញ្ចឹងបើមគ្គកើតឡើងផលកើតឡើងមិនរៀនបរមត្ថហ្នឹងមិនដឹងទេក៏មិនដឹងដែរមិនដឹងថាវាកើតពេលណាផងតើយើងរៀនយើងដឹងថាអូអានេះកើតក្នុងវិធីជាមួយគ្នាបន្ទាប់គ្នាតែមួយគណៈចិត្តប៉ុណ្ណោះហ្នឹងហើយអញ្ចឹងយើងដឹងហើយថានេះនិយាយពីបោះសោតាបានបរិកម្មឧបចារៈអនុឡោមកោតភូអញ្ចឹងនេះ3គណៈនេះមានអារម្មណ៍នៅក្នុងលោកីមានអារម្មណ៍នៅក្នុងលោកយៈនេះឧទាហរណ៍ថានៅក្នុងការវិធីចិត្តដែលកើតមុនលោកពិចារណាទៅលើអីទៅលើនាមរូបឬក៏ទៅលើស្អីមួយដែលស្ថិតនៅក្នុងអនិច្ចំទុក្ខំអនត្តាទៅលើរូបឬក៏ទៅលើនាមស្អីក៏ដោយដែលជាសង្ខារធម៌ពីព្រោះតួវិបស្សនាហ្នឹងឃើញធម្មជាតិដែលកើតពីបច្ច័យហ្នឹងតាំងនៅក្នុងអនិច្ចំទុក្ខំអនត្តាហ្នឹងហើយអញ្ចឹងដល់វិធីមគ្គហ្នឹងកើតឡើងបរិកម្មនេះក៏នៅតែឃើញអនិច្ចំទុក្ខំអនត្តាហ្នឹងដដែលឃើញហ្នឹងដដែលអានេះក៏ឃើញអានឹងដដែលអនុឡោមនេះក៏ឃើញអារម្មណ៍របស់វិបស្សនានឹងដដែលដល់គោត្រភូនេះវាឈប់ដឹងអាហ្នឹងហើយវាទៅដឹងនៅពេលណាយើងរៀនហើយឆ្លងជាតិគោត្រភូហ្នឹងគឺជាចិត្តឆ្លងជាតិអត់ធ្វើកិច្ចដឹងរឿងនៅក្នុងលោកនេះទេហ្នឹងហើយគឺដឹងព្រះនិព្វានជាគោត្រភូរួចទៅមគ្គកើតឡើងក៏មានព្រះនិព្វានតែម្យ៉ាងជាអារម្មណ៍ផលកើតឡើងពីគណៈមានព្រះនិព្វានជាអារម្មណ៍តែម្យ៉ាងទាំងពីរគណៈហ្នឹងហើយមិនបានដឹងរឿងរ៉ាវនៅក្នុងលោកនេះទេមគ្គផលហ្នឹងរួចទៅអស់ជីវ័នរលត់ទៅក៏ប្រវាំងកើតឡើងធម្មតាប្រវាំងដូចប្រវាំងធម្មតាដែលពីមុនសម្រាប់ធនហ្នឹងប្រវាំងហ្នឹងអត់ដាស់ផ្លាស់ប្ដូរទេប្រវាំងនៅដដែលនឹងបើថាយើងបដិសន្ធិដោយមហាវិបាកដួងទី1អីចឹងមកធ្លាក់មកប្រវាំងនឹងដដែលប្រវាំងនឹងអត់មានផ្លាស់ប្ដូរអីទេអត់ទេណែនៅពេលដែលវាធ្លាក់ចុះកាន់ប្រវាំងអានេះជាចិត្តនិយមដែលត្រូវកើតឡើងប្រវាំងប្រមាណគណៈមិនកំណត់ទេចឹងមិនស្មើដាក់សញ្ញាចុចនេះចឹងវិធីដែលកើតឡើងមុនដំបូងកើតឡើងមហាកុសលវិញមកមហាកុសលវិញកើតមកជួជីវ័នមហាកុសល7គណៈនេះកើតឡើងទៀតមហាកុសលដែលកើតឡើងនេះវិធីទី1ដែលកើតឡើងហ្នឹងទាំង7គណៈហ្នឹងឃើញមគ្គនេះហើយប៉ុណ្ណឹងគឺឃើញដល់តួមគ្គនេះចឹងយើងមើលតើមគ្គរលត់នៅពេលហ្នឹងមគ្គរលត់ហើយប៉ុន្តែវារលត់ភ្លាមហ្នឹងអារម្មណ៍ហ្នឹងចាត់ទុកថាដូចជាអារម្មណ៍បច្ចុប្បន្នអញ្ចឹងរលត់ភ្លាមហ្នឹងមហាកុសលកើតឡើងមហាកុសលញាណសម្បយុទ្ធអត់មាននរណាទៅបញ្ជាទេនេះជាចិត្តនិយមពេលសម្រេចឲ្យភ្លាមមហាកុសលមួយវិធីហ្នឹងពិចារណាឃើញថានេះមគ្គមហាកុសលដែលកើតបន្ទាប់ហ្នឹងអត់ដឹងរឿងអីក្រៅពីរឿងហ្នឹងឯងដឹងថាហ្នឹងមគ្គច្បាស់មកអាហ្នឹងមគ្គមួយវិធីហ្នឹងបច្ចវេកណវិធីទី1ឃើញថាអាហ្នឹងមគ្គ
ចឹងលត់អស់ទៅប្រវាំងកើតវិថីទី2មកទៀតនេះវិថីទី2មកទៀតវាអត់មានទៅគិតរឿងអីទេអត់មានទៅដឹងរឿងអីទេវិថីហ្នឹងគឺដឹងថាអាហ្នឹងផលច្បាស់ចឹងមិនមែនច្បាស់ដោយគិតទេគឺដោយតួបញ្ញាចឹងបានឈ្មោះថាបច្ចវេកណញ្ញាណអាហ្នឹងផលគឺអូតូចឹងមកចិត្តហ្នឹងវាអូតូឲ្យដឹងចឹងមកវិថីហ្នឹងរលត់ទៅទៀតវាមិនកើតមកវិញទេវិថីថ្មីកើតមួយទៀតមួយវិថីទៀតតាមមโนទ្វាររហូតអត់មានមកតាមទ្វារភ្នែកតិចច្មោះទេតាមមโนទ្វាររហូតមួយវិថីទៀតនេះចិត្តមួយវិថីទៀតហ្នឹងអត់ទៅដឹងរឿងអីក្រៅពីនៅពៀនទេមាននៅពៀនជាអារម្មណ៍ដែរកន្លែងហ្នឹងបច្ចវេកណវិថីកន្លែងហ្នឹងណាដឹងថានេះនៅពៀនដឹងថាអេតាំងសន្តាំងអេតាំងបណៃតាំងដឹងអញ្ចឹងដឹងថានោះស្ងប់មែននោះប្រណិតមែនប៉ុន្តែជាទូទៅអរិយបុគ្គលលោកមិនមានគ្រប់5វិថីទេប៉ុន្តែគ្រប់អរិយបុគ្គលទាំងអស់តែងតែមាន3វិថីហ្នឹងប៉ុន្តែបើលោកឆ្លៀសនៅក្នុងកិលេសបញ្ញត្តិឬថាលោកជ្រាបនៅបរិយ័តចឹងណាលោកសិក្សាបរិយ័តឬក៏លោកឆ្លៀសនៅក្នុងកិលេសបញ្ញត្តិស្គាល់កិលេសច្បាស់ស្គាល់ឈ្មោះមិនមានន័យថាលោកដែលមិនបានរៀនបរិយ័តលោកមិនស្គាល់កិលេសទេគ្រាន់តែស្គាល់រសជាតិរបស់កិលេសតែដាក់ឈ្មោះវាអត់បានរបៀបដូចចុងភៅហើយនឹងអ្នកមិនមែនចុងភៅចឹងស្លបានសម្លមួយចានមកហូបទាំងអស់គ្នាអ្នកហូបមានរសជាតិប៉ុណ្ណាអ្នកចុងភៅក៏បរិភោគទៅមានរសជាតិប៉ុណ្ណឹងប៉ុន្តែអ្នកចុងភៅពិសេសជាងបន្តិចត្រង់ថាដឹងថាហូបនឹងមុខអីខ្លះអញ្ចឹងរសជាតិដែលពាល់ត្រូវនៅមគ្គផលនិព្វាននេះស្មើគ្នាប៉ុន្តែអរិយបុគ្គលខ្លះទៀតលោកអត់ពិចារណានេះទេដោយសារលោកមិនស្គាល់ឈ្មោះកិលេសដូចអ្នកបរិភោគដែលមិនស្គាល់គ្រឿងផ្សំរបស់សម្លចឹងដែរអញ្ចឹងបើលោកឆ្លៀសនៅក្នុងកិលេសបញ្ញត្តិមួយវិថីមួយទៀតហ្នឹងគឺលោកពិចារណាចំពោះកិលេសដែលលះហើយដូចជាមិច្ឆាទិដ្ឋិលោកដឹងថាលះអីខ្លះហ្នឹងអស់ពីចិត្តលោកអស់អីខ្លះអស់ទិដ្ឋិអស់វិជ្ជកិច្ឆាណាលោកដឹងចឹងលោកថាអស់អលិញហ្មងដឹងថាអស់អលិញពេលហ្នឹងហើយមួយវិថីទៀតឃើញដល់កិលេសដែលនៅសល់ហ្មងលោកដឹងទៀតនេះឃើញដល់កិលេសដែលនៅសល់អីលោភៈនៅទោសៈនៅបដិខៈថ្នាក់នៅឧទ្ធចៈនៅលោកដឹងមកដឹងច្បាស់ខ្លួនលោកហ្មងបាច់គ្រូណាថាទេលោកឃើញអញ្ចឹងនៅអីអញ្ចឹងមួយវិថីឃើញអស់កិលេសអីមួយវិថីទៀតឃើញនៅសល់អីណាអាហ្នឹងដែលហៅថាឃើញពិតដឹងពិតដោយបច្ចវេកណញ្ញាណហ្នឹងដឹងអញ្ចឹងមិនមែនគ្រូណាប្រាប់ថាខ្ញុំដល់សោតាខ្ញុំដល់សោយាយអីទេអត់ទេហ្នឹងអញ្ចឹងលក្ខណៈពិសេសដែលអាត្មាចង់នាំមកជូននៅថ្ងៃហ្នឹងគឺឲ្យច្បាស់ថាអរិយបុគ្គលដែលលោកឃើញច្បាស់នៅធម៌មិនមែនអង្គុយគិតមិនមែនអង្គុយសម័យមិនមែនគ្រាន់តែស្ងប់ទៅស្មានតែខ្លួនឯងនឹងសម្រេចគុណធម៌អត់មានរឿងស្មានទេអញ្ចឹងបានវាជារឿងរបស់មហាកុសលញាណសម្បយុទ្ធកើតឡើងដឹងច្បាស់ដោយខ្លួនឯងនឹងអញ្ចឹងអរិយបុគ្គលថ្នាក់សោតាបានលោកមាន5វិថីណាមាន5វិថីហ្នឹងហើយដល់ទៅសកតាគេមានបុគ្គលក៏ដូចគ្នាចឹងដែរពេលលោកសម្រេចវិថីទី1ហ្នឹងឃើញអីអាមាគូមកដល់ប្រវាំងវាមិនមានអាហ្នឹងទេត្រឹមតែពួកនេះទៅបានមានអាហ្នឹងជាអារម្មណ៍ហ្នឹងឃើញវិថីទី1ឃើញមគ្គនេះវិថីទី2ឃើញអីឃើញផលវិថីទី3ឃើញនិព្វានវិថីទី4ឃើញកិលេសដែលលះតែលោកឃើញកិលេសលះក្នុងទីនេះអត់មានលះអីដាច់ទេសកតាលោកគ្រាន់តែឃើញថាលោកបានធ្វើឲ្យកិលេសនៅសល់ហ្នឹងវាស្រាលស្ដើងដោយតនុករៈបហាន
ចឹងលោកឃើញថាបានធ្វើកិលេសឲ្យស្រាលស្ដើងកិលេសសល់ហ្នឹងហើយវិធីទី4ក៏ពិចារណាឃើញកិលេសសល់ហ្នឹងអីខ្លះដដែលញ៉េដោយខ្លួនឯងអញ្ចឹងរបស់អនាគាមិមៈដូចគ្នាមាន5វិធីដូចគ្នាវិធីទី1ឃើញមគ្គវិធីទី2ឃើញផលវិធីទី3ឃើញនិព្វានវិធីទី4ឃើញកិលេសដែលលះណាឃើញលះទោសៈមូលចិត្ត2ឯងលោកឃើញតែហ្នឹងឃើញនៅតែហ្នឹងហ្នឹងឃើញលះកាមរាគៈខន្ទរាគៈអីហ្នឹងឃើញលោកឃើញតែហ្នឹងហើយវិធីទី5ឃើញកិលេសដែលនៅសល់ដោយអវិជ្ជាដោយមោហៈអីហ្នឹងឧទចៈអីហ្នឹងឃើញថានៅនឹងបន្ទាប់ពីមគ្គហ្នឹងកើតឡើងភ្លាមណាអត់មានយូរទេពិចារណាភ្លាមនឹងឯងដល់ទៅវិធីរបស់ព្រះអរហត្តបុគ្គលព្រះអរហន្តយើងដាក់ព្រះអរហន្តក៏បានដែរកន្លែងហ្នឹងមានតែ4វិធីទេប៉ុន្តែចិត្តដែលពិចារណាមិនមែនមហាកុសលទេគឺមហាកិរិយាឃើញទេព្រោះទៅជាមគ្គហើយនឹងផលបុគ្គលរួចហើយទៅជាព្រះអរហន្តកន្លែងនេះគួរដាក់ព្រះអរហន្តមកណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីវិធីមគ្គហ្នឹងរលត់ទៅវិធីចិត្តដែលកើតមុនដំបូងនេះណាទាំងអស់នេះគឺសុទ្ធតែជាមហាកិរិយាញាណសម្បយុទ្ធមិនមែនជាមហាកុសលដូច3វិធីមុនទេ3បុគ្គល3មុនទេអញ្ចឹងវិធីទី1ឃើញថានេះជាមគ្គវិធីទី2ឃើញថានេះជាផលវិធីទី3ឃើញថានេះជានិព្វានវិធីទី4ឃើញថានេះជាកិលេសដែលលះហើយឃើញកិលេសសេសសល់ប្រមាណលះបង់ខ្ទេចចុះកិលេសនៅសល់មិនក៏មិនពិចារណាទៀតថាវាអស់កិលេសហើយព្រោះអរហត្តមគ្គកន្លែងនេះអូអាត្មាគូរូបច្រឡំគូមកគោតភូវិញនេះគូមកនេះត្រូវវិធីទី1មកតនេះអាត្មាគូច្រឡំហ្នឹងនេះមកនេះហើយដែរបានអត់មានវិធីទី5បានជាមិនមានវិធីទី5ព្រោះអត់មានកិលេសសេសសល់សម្រាប់ឃើញទៀតទេអស់លីងដោយទឹកនឹងថ្លាចែកហើយគ្មានកកណាសម្រាប់ឃើញទៀតទេហ្នឹងហើយនេះមិនមែនពពុទ្ធរៀបចំឲ្យទេវិធីហ្នឹងវាកើតអូតូសម្រាប់អ្នកដែលបានបន្លុះនៅសច្ចធម៌ហ្នឹងរបៀបហ្នឹងឯងឈ្មោះអរិយបុគ្គលសោតាអនាគាហ្នឹងក៏គ្មាននរណាអ្នកដាក់ឲ្យដែរនេះគាត់បញ្ជាក់បន្ថែមថាចំពោះព្រះអរិយបុគ្គលដែលមិនឆ្លៀសក្នុងកិលេសបញ្ញត្តិលោកមិនពិចារណាកិលេសដែលលះនិងកិលេសដែលនៅសល់ទេលោកពិចារណាចំពោះតែមគ្គផលនិងនិព្វានប៉ុណ្ណោះដូច្នេះបច្ចវេកណញ្ញាណវិធីរបស់លោកមានត្រឹមតែ15ណាឥឡូវយើងមើលសារឡើងវិញចំពោះព្រះអរិយបុគ្គលខ្លះដែលលោកមិនឆ្លៀសនៅក្នុងកិលេសបញ្ញត្តិលោកពិចារណាតែ3វិធីនេះទេនេះប៉ុណ្ណេះទេគឺវិធីទី1ពិចារណាមគ្គវិធីទី2ពិចារណាផលហើយវិធីទី3ពិចារណានិព្វានតែប៉ុណ្្នឹងឯងខាងក្រោមនេះអត់ទេប៉ុន្តែរសជាតិដែលប៉លត្រូវមគ្គផលនិព្វានណាស្មើគ្នាដោយអាត្មាលើកឧទាហរណ៍ចុងភៅស្លហើយនឹងអ្នកអត់ស្លពេលបរិភោគឆ្ងាញ់ប្រហែលគ្នាហ្នឹងហើយអញ្ចឹង feeling ថាជាពីកិលេសយ៉ាងម៉េចហ្នឹងគឺដូចគ្នាទាំងអស់អត់ខុសគ្នាទេរសជាតិមីមុតទេរសអត់ខុសគ្នាទេទៅសកតាក៏អញ្ចឹងអនាគាក៏អញ្ចឹង
អរហត្តបុគ្គលក៏ចឹងដែរអញ្ចឹង3 3 3 3អាតែ4តា4 3ដង12មិនទៅដល់15នោះអានេះត្រូវកែមក12វិញមិនអញ្ចឹងហ្នឹង12មិនត្រូវ12វរៈហ្នឹងមាន12វរៈប៉ុណ្ណោះចប់ហើយប៉ុណ្ណឹងសន្តិដ្ឋិកោចង់យល់ច្បាស់តើមករៀនតំណឹងបានយល់ច្បាស់សូត្រមួយជីវិតហ្នឹងមិនរៀនតំណឹងច្បាស់ទេហើយសំណួរអាត្មាសួរឡើងវិញតើបច្ចតិវេកណញ្ញាណហ្នឹងប្រព្រឹត្តទៅតាមទ្វាប្រមាណតាមទ្វាប្រមាណ1តាមទ្វាតែ1មโนទ្វាកណាទៀតខ្ញុំប្រាប់តាមទ្វាតែមួយគត់មโนទ្វាគឺមโนទ្វាកូនមโนទ្វាហ្នឹងហើយទោះបីជាមគ្គចិត្តហ្នឹងកើតឡើងព្រោះតែឃើញរូបមិនទៀងក៏ពិតមែនប៉ុន្តែដល់ឆ្លងទៅមโนទ្វាបានវាកើតឡើងហ្នឹងហើយប៉ុណ្ណឹងអត់ច្បាស់តាណាចាំសួរប៉ុន្តែយ៉ាងហោចក៏អាត្មាចង់ឲ្យច្បាស់ថាបុគ្គលដែលឃើញច្បាស់សច្ចធម៌យល់ហើយថាឃើញច្បាស់អត់មានសង្ស័យទេបើសង្ស័យមិនមែនឃើញច្បាស់ទេចាំតែពាក្យប៉ុណ្ណឹងបានហើយឃើញច្បាស់ហ្នឹងមិនមែនគ្រូប្រាប់ទេណាអាគ្រូប្រាប់ហ្នឹងមិនមែនឃើញច្បាស់ទេចឹងមកថាសំណាក់បដិបត្តិដ៏ច្រើនហ្នឹងគឺអង្គុយឲ្យគ្រូបកហើយគាត់ថាដល់ថ្នាក់នេះដល់ថ្នាក់នេះស្មាជាសង្វេគតែឲ្យគ្រូបកមានតែសវិជ្ជ7មិនចឹងមានតែសង្ស័យមានច្បាស់ស្អីវាហើយគ្រូជាបកទៅស្អីក៏បកដែរដូចស្មាធ្លាប់ស្ដាប់លោកតាមអង្គលោកគេហៅលោកគ្រូវិបស្សនាអីទេឲ្យផ្សាយតាមវិទ្យុហើយអ្នកចម្រើនធម៌ហ្នឹងថាំងកូនអង្គុយទៅស្រាប់តែខ្លួនឯងដែលទៅលើអាកាសចឹងទៅស្រាប់តែឃើញក្នុងពពួកហ្នឹងឃើញពលឺចេញមកផ្លេតទៅក៏ឃើញរូបពពុទ្ធនៅក្នុងហ្នឹងតើកូនដល់ណាហើយលោកតាថាចិត្តដល់ហើយកូនប្រឹងទៀតនឹងដល់ណានោះដល់លើអាកាសហ្នឹងហើយអាត្មាក៏ប្រាប់ឲ្យហើយទៅគេលោទៅអង្គុយធัวឡើងលើអាកាសអង្គុយលើថ្មច្រឡំខ្លួនឯងហោះធានទៅធ្លាក់បាក់ជើងបាត់ឥឡូវទៅលោកតរវិបាកតិចតាហ្នឹងអញ្ចឹងលោកតរវិបាកហ្នឹងមិនមានអីត្រូវរៀនច្រើនទេសោតាបត្តផលចិត្តតាំងសកតាគាមិផលចិត្តតាំងអនាគាមិផលចិត្តតាំងអរហត្តផលចិត្តតញ្ចេតេឬក៏យើងសូត្រថាផលចិត្តតាំងឡើយនេះក៏បានដែរដាក់ស្រអំឡើយនេះក៏បានដែរលុបស្អេចេញមកឬក៏យើងសូត្របញ្ចប់ទៅជាចេតេទៅអ៊ីម៉ានិចតារិបិលោកតរវិបាកចិត្តតានិនិមៈអញ្ចឹងលោកតរវិបាកឬក៏លោកតរផលចិត្តហ្នឹងមាន4សោតាបត្តផលចិត្ត1សកតាគាមិផលចិត្ត1អនាគាមិផលចិត្ត1អរហត្តផលចិត្ត1ចិត្តទាំង4ដួងនេះឈ្មោះថាលោកតរវិបាកចិត្តឬក៏លោកតរផលចិត្តចឹងក៏បានសួរថាហេតុអ្វីលោកតរវិបាកក៏មាន4ដួងដូចមគ្គចិត្តដែរឆ្លើយថាព្រោះជាផលរបស់លោកតរកុសលនោះគឺអាស្រ័យមគ្គចិត្តជាហេតុជាបច្ច័យឲ្យកើតឡើងមានន័យថាបើគ្មានមគ្គទេផលហ្នឹងអត់កើតទេអញ្ចឹងព្រោះហេតុនោះទៅហៅថាផលចិត្តវាកើតព្រោះតែមគ្គបើគ្មានមគ្គគ្មានវាទេផលចិត្តនេះមិនមានទូនាទីប្រហារនៅកិលេសណាមួយដូចជាមគ្គចិត្តទេក៏ប៉ុន្តែមានព្រះនិព្វានជាអារម្មណ៍និងប្រកបព្រមដោយពោធិបក្ខយធម៌ទាំង37ប្រការដូចគ្នាទៅពីជាលោកតរវិបាកហើយក្នុងលោកតរចិត្តមិនមានកិរិយាចិត្តទេព្រោះកិរិយាចិត្តយើងដឹងហើយជាការរស់នៅប្រចាំថ្ងៃព្រោះមគ្គចិត្តកើតឡើងមួយដួងកន្លែងនេះមួយដងមួយដងអញ្ចឹងកើតឡើងម្ដងកន្លែងគួរទៅសេថាម្ដងមួយដួងមួយខណៈចេះទៅដាក់មួយខណៈទៅនឹកស្ដាប់ជាងមួយខណៈក៏ប្រហារកិលេសដាច់ជាសមុច្ឆេទតែមួយខណៈទេមគ្គចិត្តដូច្នេះមគ្គចិត្តកើតឡើងប្រហារកិលេសបានហើយនឹងមិនកើតឡើងជាលើកទី2ទៀតឡើយហ្នឹងហើយដោយសារកិលេសណាដែលត្រូវមគ្គកាត់ហើយកិលេសនោះមិនកើតវិញទេ
ទៅមគ្គហ្នឹងមិនចាំបាច់កើតម្ដងទៀតដើម្បីបហាអីទៀតទេព្រោះវាអស់ហើយមគ្គក្រោយកើតឡើងមានតែមគ្គខ្ពស់ជាងមុនមគ្គស្មើមុនមិនកើតទេចំណែកផលចិត្តកើតបានច្រើនដងគឺដែលជាផលសមាបត្តិមានព្រះនិព្វានជាអារម្មណ៍ក៏ដើម្បីនៅជាសុខក្នុងភពបច្ចុប្បន្នព្រោះហេតុនេះទៅលោកតរចិត្តដែលជាកិរិយាមិនមានទេមិនមានទេចឹងមិនមែនពេលខ្លះអាត្មាចិត្តទៅសួរថាតើកិរិយាចិត្តជាលោកតរៈឬក៏លោកយៈឬលោកតរៈកិរិយាចិត្តលោកយៈគុណចាណាសិលោកយៈចិត្តចុះចិត្តព្រះសម្មាសម្ពុទ្ធដែលជាប្រកដីដែលព្រះអង្គនិមន្តទៅបិណ្ឌបាតអីចឹងណាបតីអនុគ្រោះសត្វលោកអីចឹងទៅតើមហាករុណាដែលតួមហាករុណាគុណរបស់ព្រះពុទ្ធនឹងជាលោកយៈឬលោកតរៈលោកយៈហ្នឹងយើងដឹងហើយក្នុងលោកតរៈអត់មានមេត្តាករុណាទេអត់មានទេចូលម្ចាស់គ្រូអាពេលដែលសង្គ្រោះមគ្គចូលក្នុងឈានចិត្តហ្នឹងមិនមែនជាលោកតរៈអីហ៎ដល់ពេលយើងរៀនបានដឹងជាឈានប៉ុន្តែលោកតរៈឈានអត់មានអបមញ្ញាទេមគ្គចិត្ត8ហ្នឹងក៏ហៅទៅឈានចិត្តដែរព្រោះប្រហាកិលេសក៏ប៉ុន្តែបុគ្គលដែលសម្រេចហ្នឹងមិនមែនឈានអ្នកលាភីមិនមានវស័យក្នុងការចូលឈានចេញឈានអីប៉ុន្តែតួលោកតរៈចិត្ត8ហ្នឹងក៏យើងអាចចាត់ថាជាឈានចិត្តបានដែរពីព្រោះប្រហាកិលេសក្នុងន័យហ្នឹងបើគិតថាបើបុគ្គលណាមិនមែនជាឈានលាភីសម្រេចមគ្គផលហើយក៏ចប់ទៅហ្នឹងលោកមិនហៅថាឈានលាភីទេហើយលោកតរៈចិត្ត8ដួងដោយសង្ខេបគឺមគ្គ4ហើយហ្នឹងផល4ហ្នឹងឯងមគ្គ4ផល4នៅពេល1ណាកូនអត់រៀនផងឲ្យមិនដឹងឲ្យបានអីអ្នកឲ្យក៏មិនចេះអ្នកទទួលក៏មិនចេះតែសាធុឥឡូវយើងសរុបចេតសិកកើតនៅក្នុងលោកតរៈចិត្ត8ដួងហ្នឹងមគ្គចិត្ត4ផលចិត្ត4ហ្នឹងចេតសិកស្មើគ្នាទាំងអស់ឃើញទេសនុករៀនទេចិត្តខ្ពស់ហ្នឹងសនុករៀនទេមិនញញៃទេវាគ្រាន់តែសំខាន់វាមិនងាយកើតតែប៉ុណ្្នឹងឯងប៉ុន្តែបើត្រឹមតែមករៀនអត់ពិបាកសោះប៉ុន្តែមិនពិបាកហ្នឹងគួរតែរៀនដែរពេលលោចម្រើនធម៌ទៅវាមិនមែនមគ្គផងអកុសលឈានសោះច្រឡំថាលោកតរៈហ្នឹងវាចប់អញ្ចឹងនៅក្នុងលោកតរៈចិត្តទាំង8ដួងហ្នឹងមានចេតសិក36ដូចគ្នាទាំងអស់លោកម្ចាស់ហ្នឹងមិនមានវារតិ3ទៀតកណាដូចអត់យល់ថាគ្រប់ហ្នឹងសេលើអូខេអញ្ចឹងលោកតរៈចិត្តឃើញនេះវិរតិ3នេះកើតរួមគ្នាបានក្នុងគណៈជាមួយគ្នាក្នុងចិត្តបាតជាមួយគ្នាតែក្នុងលោកតរៈចិត្តប៉ុណ្ណោះទោះជាលោកតរៈចិត្តធម្មតាឬក៏នៅក្នុងលោកតរៈចិត្តដោយពិស្ដាក៏ដោយកើតរួមគ្នាអញ្ញសមានាចេតសិក13កើតទាំងអស់ឃើញទេតបីស៊ីក្នុងអូទៀតទេឃើញទេក្នុងលោកតរៈវាលោកតរៈអង្គេងឯងដែរក្នុងអកុសលវាអកុសលអង្គេងឯងដែរហើយនេះយើងដឹងហើយថាឲ្យទៅសោបនៈចិត្តអត់បាត់វត្តមានសូម្បីម៉ាក់មួយទេអា19ហ្នឹងចិត្តណាំថានេះពពការជោគនេះពពការជោគពីសទ្ធាសតិហើយរៈអតបៈរហូតមកដល់នេះឲ្យតែពួកសោបនៈចិត្តអត់ដែលបាត់វត្តមានណាមួយទេអត់ទេសង្ខារក្តីអសង្ខារក្តីបាក់កិរិយាអីក៏ដោយហើយវិរតិ3កើតរួមគ្នាបានតែក្នុងលោកតរៈចិត្តហ្នឹងតែម្ដងហើយបញ្ញានេះក៏មិនដែលបាត់វត្តមានដែរនៅក្នុងលោកតរៈចិត្តហ្នឹងហើយនៅក្នុងលោកយៈបើទោះជាចិត្តព្រះអរហន្តក៏មានញាណអវបយុទ្ធដែរអត់បញ្ញាដែរ4ដួងដែរមហាកិរិយាអី
ប៉ុន្តែក្នុងលោកតរៈនេះមិនដែលបាត់វត្តមានបញ្ញាទេក្រៅពីបញ្ញាគ្មានអីទៅឃើញច្បាស់នៅព្រះនិព្វានអញ្ចឹងដែលដើរតួសំខាន់ជាងគេបំផុតដែលថាឃើញច្បាស់នៅសច្ចធម៌ហ្នឹងគឺបញ្ញាហ្នឹងមកនឹងប្រែតពលត្រូវប្រែតជាក់ច្បាស់ប្រែតឃើញច្បាស់ហ្នឹងណាតួពលត្រូវហ្នឹងគឺតួបញ្ញាហ្នឹងទៅមកហើយលោកពោលថាអដ្ឋិនិស្សរណងលោកេការរលាស់ខ្លួនជិញ្ចាក់លោកនេះមានពិតប្រកបបញ្ញាយមេសុផសិតាំងលោកលើកយកតែបញ្ញាមួយគឺបញ្ញានៅក្នុងមគ្គហ្នឹងមកខ្ញុំបានពោលត្រូវនៅសម្ផស្សនៃព្រះនិព្វានហ្នឹងគឺដោយបញ្ញាអញ្ចឹងបានធម្មកថាខ្លះប្រែសទ្ធាប្រែតពលត្រូវប្រែតពលត្រូវមិនតួពលត្រូវគឺតួបញ្ញានេះទេជាតួភ្នែកជាតួធម្មចក្ខុហើយអបមញ្ញា2មិនមាននៅក្នុងលោកតរៈទេពីព្រោះអបមញ្ញាមានបញ្ញត្តិជាបញ្ញត្តិជាអារម្មណ៍ហើយបញ្ញត្តិហ្នឹងជាសត្វទៅទៀតសត្វតែបញ្ញត្តិជាអារម្មណ៍ដោយឡែកតួលោកតរៈដឹងតែបរមត្តគត់អារម្មណ៍របស់លោកតរៈគឺបរមត្តសុទ្ធមកហ្នឹងហើយតួមគ្គជាបរមត្តធម៌តួផលក៏ជាបរមត្តធម៌និព្វានក៏ជាបរមត្តធម៌ដែរហ្នឹងចឹងអញ្ចឹងកុំស្អប់បរមត្តធម៌អីបើចង់ចម្រើនធម៌ឥឡូវយើងចែកដោយពឹស្ដាមកដល់វគ្គដែលអស់លោកអ្នកនាងរងចាំបានមកដល់លោកតរៈបែបពឹស្ដាលោកតរៈចិត្តបែបពឹស្ដាមាន40ដួងសង្ខេបមាន8ដួងដោយសម្ដែងតាមអង្គឈានគឺថាចែកលោកតរៈចិត្តដួងនីមួយៗជា5យ៉ាងមួយជា5ដោយតាមសេចក្តីខុសគ្នានៃការប្រកបជាមួយអង្គឈានគឺឧទាហរណ៍ដូចជាសោតាបត្តមៈលើកយកសោតាមកមួយនេះសោតាអញ្ចឹងចំពោះបុគ្គលដែលលោកជាឈានលាភីបឋមឈានអញ្ចឹងនៅក្នុងបឋមឈានមានអង្គ5មានវិតកៈវិចារៈវិតកៈវិចារៈបៃតិសុខៈហើយនឹងឯកកតាណាហ្នឹងហើយតែវាជាលោកតរៈឈានហើយទុតិយឈានមានអង្គ4ដកអីដកអានេះចេញមែនទេដកនេះចេញមកនៅសល់វិចារៈបៃតិសុខៈនិងឯកកតាហ្នឹងហើយនៅក្នុងសោតាបត្តមៈហ្នឹងបឋមឈានមានសោតាបត្តមគ្គចិត្ត1ឬក៏សោតាបត្តមគ្គចិត្តហ្នឹងមានបឋមឈាន1ទុតិយឈាន1តតិយឈាន1ចតុតឈាន1បញ្ចមឈាន1យើងហៅប្រច្រាស់មកវិញចឹងក៏បានដែរឲ្យទៅយល់ហើយដល់ពេលយើងហៅឲ្យស្រួលហៅមកវិញយើងអាចហៅថាសោតាបត្តមគ្គបឋមឈានចិត្ត1អញ្ចឹងជាផ្សំមកអញ្ចឹងវិញក៏បានដែរសោតាបត្តមគ្គបឋមឈានចិត្ត1ឬក៏យើងអាចដាក់បឋមឈានសោតាបត្តមគ្គចិត្ត1ទុតិយឈានសោតាបត្តមគ្គចិត្ត1 whatever ធ្វើម៉េចឲ្យទៅស្រួលចាំស្រួលយល់អញ្ចឹងនៅក្នុងសោតាហ្នឹងអានេះគេហៅថាអារម្មណោបនិច្អានលក្ខណោបនិច្ឈានលក្ខណោបនិច្ឈានមានន័យថាឃើញឈានហ្នឹងតាំងហ្នឹងក្នុងត្រៃលក្ខវាអត់ជាប់ត្រឹមតែស្ងប់ដូចលោកយៈឈានធម្មតាទេវាអត់អាល័យនៅក្នុងឈានហ្នឹងហើយឃើញឈានហ្នឹងឃើញបឋមឈានជាដើមហ្នឹងតាំងហ្នឹងក្នុងត្រៃលក្ខក្នុងអនិច្ចំទុក្ខំអនត្តាក៏នឿយណាយនៅក្នុងឈានដែលបានហ្នឹងអត់ជាពាក់ទេអញ្
ចឹងលោកក៏បានបតតឋានវិបស្សនាល្អក៏ឃើញព្រះនិព្វានមគ្គចិត្តកើតឡើងវិថីដូចមុនចឹងឈានហ្នឹងរាប់តាមហ្នឹងថាជាសោតាបត្តមៈឈានចិត្តទៅចឹងបានឈានមាន2ដែលចែកមកពីមុនថាអារម្មណោបនិឈានបើសិនជាឈានកើតឡើងត្រឹមតែមួយចិត្តស្ងប់ហ្នឹងវាអត់ឃើញត្រៃលក្ខតាមសេចក្តីពិតទេឈានហ្នឹងគ្រាន់តែប្រព្រឹត្តទៅដើម្បីសេចក្តីសុខស្ងប់តែប៉ុណ្ណោះហ្នឹងក៏ប៉ុន្តែសម្រាប់បុគ្គលអ្នកមានបញ្ញាឃើញច្បាស់សូម្បីតែឈានហ្នឹងក៏តាំងនៅក្នុងអនិច្ចំទុក្ខំអនត្តាអញ្ចឹងអត់ជាប់នៅក្នុងហ្នឹងទេហើយនៅពេលដែលលោកបានឈានហ្នឹងលោកក៏សម្រេចទៅជាអរិយបុគ្គលថ្នាក់សោតាទៅប៉ុន្តែអ្វីដែលថ្មចង់ឲ្យយល់ហ្នឹងគណៈយល់ថាដែលចែកទៅពឹសស្ដាហ្នឹងដោយសារក្នុងមួយហ្នឹងចែកទៅជា5តែប៉ុណ្្នឹងទៅបានទេព្រោះយើងវាមិននៅក្នុងហ្នឹងអាម៉េចទៅហ្នឹងនាំតែខ្វល់ចិត្តណាមួយយើងមិនមែនជាអ្នកបានឈានហើយវិស័យឈានវាមិនមែនជាវិស័យរបស់យើងវាគ្រាន់ថាអ្នកដែលបាននៅឈានជាលោកុត្តរៈនេះវាខុសពីអ្នកបានឈានលោកយៈប្រព្រឹត្តទៅដើម្បីស្ងប់ចិត្តតែម្យ៉ាងតែឈានលោកុត្តរៈនេះប្រព្រឹត្តទៅដើម្បីឃើញច្បាស់នៅសច្ចៈធម៌ខុសគ្នាអញ្ចឹងខុសនេះខុសប៉ុណ្ណឹងអញ្ចឹងសោតាគុណនឹង5មកសោតាបត្តមៈគុណនឹង5មកហើយសោតាបត្តផលក៏មាន5សកតាគេមិមៈមាន5សកតាគេមិផលមាន5អនាគេមិមៈមាន5អនាគេមិផលមាន5អរហត្តមៈមាន5អរហត្តផលក៏មាន5ដូចគ្នារួមជាមគ្គ20និងផល20បូករួមចូលគ្នាទៅ40ប៉ុណ្ណឹងនេះមើលតារាងអញ្ចឹងបើយើងរាប់ដោយសង្ខេបសោតាបត្តមៈ1សកតាគេមិមៈ1ណាគេមិមៈ1អរហត្តមៈ1មគ្គកុសលលោកុត្តរកុសលប៉ុន្តែបើរាប់ដោយពឹស្ដាយើងអត់រាប់យកមួយនេះទេធីបចោលយើងរាប់យក5វិញនេះ5 4 ដង20ផលក៏ចឹងដែរបើយើងរាប់ផល4 1 2 3 4តែបើរាប់ពឹស្ដាសម្រាប់លោកអ្នកបានឈានសម្រាប់ពេលបានឈានហ្នឹងចង់និយាយថាលោកសម្រាប់គុណធម៌ពេលបានឈានហ្នឹងរាប់យកនេះវិញយក5អស់ហ្នឹងនេះក៏5នេះក៏5នេះក៏5 5 4ដង20 20និង20 40ចប់នមស្ការចាស់គ្រូកណាសុំបញ្ជាក់បន្តិចអញ្ចឹងមានន័យថាដោយពឹស្ដានេះគឺអ្នកដែលសម្រេចនៅក្នុងឈានទេចាស់គ្រូហ្នឹងហើយហើយបានឈានលោកពិចារណាឈានរួចទៅវិបស្សនាកើតនៅខណៈពេលដែលលោកបានឈាននឹងឯងណាអញ្ចឹងត្រូវដកចេតសិកតាមអង្គឈានទៀតចឹងហ្នឹងហើយយើងដកលើអូកណាហ្នឹងហើយឥឡូវយើងមើលចេតសិកសម្បយុទ្ធជាមួយលោកុត្តរឈានទាំង40ដួងមាន5ន័យ5ន័យន័យទី1លោកុត្តរបឋមឈានចិត្ត8យើងរាប់យកតាណានេះរាប់យកនេះ1 ណាបឋមៈ4ហើយនឹងនៅក្នុងផល4ទៀត1ហើយនឹងនេះ1សិបឋមឈានទាំងអស់មួយណាសរុបទៅ8ហ្នឹងណា8ហ្នឹងមានចេតសិកនៅគ្រប់ទាំងអស់សម្រាប់មគ្គហ្នឹងនិយាយរួមទៅសោបណៈសាធារណៈចេតសិក38ហ្នឹងដកតែ2ចេញឯងដកតែអបមញ្ញានេះចេញនេះអញ្ញសមាណាចេតសិក13មានទាំងអស់សោបណៈសាធារណៈចេតសិក19មានទាំងអស់វិរតិ3មានទាំងអស់បញ្ញា1មិនដែលបាត់ទេណាដល់ន័យទី2ទុតិយឈានចិត្ត8ដួងមានចេតសិកក្នុងមួយដួងហ្នឹង15រាប់ម៉េចនេះទុតិយឈានសោតាបត្តមៈ1ទុតិយឈាន
សកតិគេមៈមួយទុតិយឈានអនាគេមៈមួយទុតិយឈាននៅក្នុងអរហត្តមៈមួយ4នៅក្នុងផល4ទៀតនេះ1 2 3 4ណាមគ្គ4ផល4នៅក្នុងទុតិយឈានទាំងអស់8អញ្ចឹង8ហ្នឹងមានចេតសិក35ហេតុអីហេតុត្រង់ថានៅក្នុងទុតិយឈានមានអង្គតែ4ដោយដកវិតកៈមួយចេញមិនអញ្ចឹងណាដកវិតកៈមួយចេញអញ្ចឹងមើលរូបមើលដកមែនអត់នេះវិតកៈនៅតំណែងអញ្ចឹងយើងដកចេញអញ្ចឹងបានជាមានចេតសិកតែ30អីហ្នឹងតែ35ញ៉េតោះនៃទី3ទៅណាអាត្មាទៅដល់ណាចាតោះលោកតរៈអានេះតតិយឈានមន្ត្រតតិយឈានចិត្ត8ដួងអញ្ចឹង8ហ្នឹងទៅរយណាទៅរយម្ដងទៀតនេះសតាបត្តមៈតតិយឈានមៈនេះ1តតិយឈានសកតានិមៈតតិយឈានអនាកន្លែងនេះសេខុសខុសអស់កន្លែងនេះកាយហ្នឹងលើសណូមួយតនេះក៏លើសហ្នឹងហើយខាងផល4ទៀតសតតិយឈានទាំងអស់នេះតតិយឈានទាំងអស់អញ្ចឹងតតិយឈាននៅក្នុងមគ្គ4តតិយឈាននៅក្នុងផល4សរុបទៅ8ហ្នឹងមានចេតសិកតែ34ទេតែសារយើងគិតតាមអង្គឈាននោះអង្គឈាននៅលើនោះដោយសារតតិយឈានមានអង្គតែ3ដោយដកវិចារៈចេញមួយទៀតណាតែយើងមកមើលដកវិតកៈដកវិចារៈពីកន្លែងហ្នឹងនេះវិតកៈអានេះវិចារៈចឹងហើយបានជាចេតសិកនៅសល់តែ34នេះហើយនៃទី4លោកតរៈចតតិឈានចិត្ត8នឹង8ទៅរយណារនងដដែលនេះសតាបត្តមៈចតតិឈាន1ចតតិឈានសកតាគេមិមៈ1ចតតិឈានអនាគេមិមៈ1ចតតិឈានអរហត្តផល1សរុបទៅ8មគ្គ4ផល4 8ហ្នឹងមានចេតសិកតែ33ដកអីគេដក3តេនេះតាមអង្គឈាននោះកន្លែងខាងលើហ្នឹងមានអង្គតែ2ដោយសារដក3តេមួយចេញសុខឯកតាហ្នឹងហើយនឹងចឹងហើយដល់លោកតរបញ្ញមឈានចេតសិកស្មើគ្នាអត់មានដកអីគ្រាន់តែដូរនៅក្នុងវេទនានេះវេទនានៅដដែលសុខៈវេទនាមកជាឧបេក្ខាវេទនាប៉ុន្តែវេទនានឹងនៅរាប់មួយដដែលកន្លែងឈានទី4សុខៈនិងឯកកតាគឺតួវេទនាកន្លែងនេះសុខៈសុខវេទនាឬក៏សោមនស្សសុខៈហ្នឹងគឺសោមនស្សដល់មកបញ្ចមឈាននេះវេទនាកន្លែងហ្នឹងដូរពីសុខៈមកជាឧបេក្ខាអញ្ចឹងតួវេទនានៅដដែលអញ្ចឹងអត់មានដកចេតសិកណាមួយទៅចតតិឈាន
ហើយនឹងបញ្ញមជ្ឈិនមានចេតសិកស្មើគ្នានៅណានោះទៅរួមមកគូហាមុននោះមិនអស់នេះអានេះឥឡូវមុននេះយើងសល់អាក្រោមនេះបញ្ញមជ្ឈិននេះមួយនេះក៏មួយនេះក៏មួយសបញ្ញមជ្ឈិនអស់ឃើញទេហើយផលក៏ចឹងដែរនេះសតាបត្តមៈមួយសតាបត្តផលមួយផលទាំងអស់សកតិគិមិផលអនាគិមិផលហើយនឹងអរហត្តផល8ដែរក្នុង8ហ្នឹងមានចេតសិក33ហ្នឹងរួចទៅក៏ចប់អញ្ចឹងចាស់គ្រូកណាសុំសួរទៀតថ្ងៃនេះឆ្ងល់ច្រើនជាងគេអញ្ចឹងមានន័យថាសម្រាប់ក្នុងអង្គឈានហ្នឹងបានតែរូបឈានទេអមចាស់គ្រូអត់តាក់ទងនឹងអរូបឈានណាហើយនៅក្នុងរូបឈានកណាអរគុណចាស់គ្រូអញ្ចឹងចាស់គ្រូនមស្ការចាស់គ្រូហើយកណាចង់ឆ្ងល់តាក់ទងនឹងបុគ្គលខ្លះគាត់គ្រាន់តែស្ដាប់ធម៌ព្រះពីសំណាក់ព្រះបរមសាស្តាក្តីពីអគ្គសាវកឬព្រះអរហន្តនៃក្តីចឹងក៏បានសម្រេចមគ្គផលចឹងទៅហើយបុគ្គលខ្លះអាចថាចម្រើនឈានឬក៏យកអីត្រៃលក្ខធម៌អីជាអារម្មណ៍នៃកម្មដ្ឋានបរិកម្មអីចឹងលោកចាស់ហើយក៏អាចសម្រេចមគ្គផលអីដោយចម្រើនឈានរហូតដល់វិបស្សនាញាណឯកើតឡើងនឹងពីផ្លូវឬក៏ពេលដែលសម្រេចទៅតែមួយទេលោកម្ចាស់មគ្គសម្រេចមគ្គណាមួយយើងត្រូវដឹងថាធម៌ទាំងឡាយកើតពីបច្ច័យវាអត់មានអ្នកណាជាអ្នកបង្ខំវាទេឧទាហរណ៍ដូចវគ្គលិលោកអត់បានអង្គុយចម្រើនទេប៉ុន្តែពេលដែលលោកសម្រេចជាលក្ខណៈឈានលាភីព្រោះលោកអាចប្រើរឹតបានតែម្ដងឃើញទេព្រោះក្នុងហ្នឹងវិធីចិត្តហ្នឹងវាកើតឡើងញ៉ាំងអបណាចិត្តហ្នឹងឲ្យកើតឡើងតែម្ដងព្រោះđâyឧបនិស្ស័យគ្រប់គ្រាន់កើតពេលហ្នឹងវាទៅជាលោកុត្តរឈានតែម្ដងវាតើយើងយល់ច្បាស់ថាធម៌ទាំងឡាយកើតពីបច្ច័យវាគ្រប់គ្រាន់ឧទាហរណ៍ដូចកាលដែលព្រះអានន្ទលោកទៅជាមួយនឹងភិក្ខុ500កាលព្រះអង្គនៅព្រៃប៉ាលីឡៃហើយព្រះអានន្ទនាំភិក្ខុ500អង្គទៅគាល់ព្រះសម្មាសម្ពុទ្ធទៅដល់ភិក្ខុសង្ឃនឹងស្ដាប់ធម៌ដល់ស្ដាប់ធម៌ទីបំផុតលោកបានសម្រេចព្រះអរហន្តមួយលើដោយបដិសម្បទាអញ្ចឹងបើសម្រេចមួយលើដោយបដិសម្បទាគឺឈានលាភីលោកសម្រេចជាលោកុត្តរឈានឃើញទេដល់ពេលមកវិញព្រះអរហន្តនឹងមកអធិដ្ឋានមកតាមអាកាសអស់ព្រះអានន្ទដើរអានន្ទអត់អង្គេសួរថាតើលោកអង្គុយចម្រើនឬអង្គុយស្ដាប់ប៉ុន្តែបើឧបនិស្ស័យវាត្រូវឲ្យឈាននឹងកើតវាកើតលោកអត់បានតាំងចិត្តថាបកើតវាទេឃើញទេហ្នឹងហើយយើងថ្ងៃយើងច្រឡំអាហ្នឹងច្រឡំអាធោអញអ្នកចម្រើនឲ្យកើតហ្នឹងបានជាញ៉ៃហ្នឹងបានជាថាតឹងផ្អឹសដែលវាពាក់ព័ន្ធនឹងការសន្សំពីមួយជាតិទៅមួយជាតិដែរមិនចឹងវាពាក់ព័ន្ធនឹងបុគ្គលហ្នឹងចូលចិត្តការស្ងប់ស្ងាត់ចូលចិត្តការចម្រើនអីវាឧបនិស្ស័យអត់បាត់ទេភាវនូបនិស្ស័យហ្នឹងវាមានហ្នឹងហើយកាលណាអរគុណតែបច្ច័យវាគ្រប់គ្រាន់វាកើតឡើងលោកចាគ្រូកណាសួរដូចថោតបើមកទៀតធ្លាប់ស្ដាប់ឮមកថាឲ្យដូចមានរបស់អីលោកចម្រើនឈានទៅអតិថានទៅតាមអាកាសបានហើយទៅឧទាហរណ៍ឃើញស្អីស្អាតចឹងក៏ដាត់ឈានអត់ធ្លាក់មកបាក់ជើងបាក់ឆ្កែទេនៅលើអាកាសចឹងដាច់ឈានធ្លាក់មកនោះវាមិនមែនអានេះយើងវាមិននៅក្នុងព្រឹត្តិការណ៍ហ្នឹងប៉ុន្តែអាត្មាយល់វាមិនទៅធ្លាក់បាក់ជើងបាក់ដៃអីទេព្រោះមុននឹងវាដាច់ហ្នឹងវាមកចតត្រឹមទៅអានេះហួវិស័យយើងគិតណាប៉ុន្តែអាគិតថាវាមិនអាចធ្លាក់បាក់ជើងបាក់ដៃយ៉ាងទេហ្នឹងព្រោះវាអត់ដែលឮថាពីណាធ្លាក់បាក់ជើងបាក់ដៃណា
កាន់ថាវាហោះទៅទៀតលេងរួចអីប៉ុណ្ណឹង លោកម្ចាស់កណាសុំទូលសួរមួយទៀត កណានៅតែឆ្ងល់ថាកន្លែងពពុទ្ធបាននាំព្រះអនន្តអញ្ចឹងឯទានម្ចាស់ដែលបានរៀបការហើយកំពុងតែរៀបការថ្ងៃនោះព្រះអង្គបាននាំព្រះអនន្ត នួនមិនអនន្ត នួនតមាននប់ កណានាំចេញពីកន្លែងការហ្នឹងទៅអាហ្នឹងកណានៅឆ្ងល់ថាហេតុអីដូចជាគេកំពុងតែការហេតុអីបានជាពពុទ្ធនាំប្អូនចេញតែហ្នឹងដូចកណាដូចនៅមានអារម្មណ៍មួយថាដូចអត់ทันស្លាប់ក្នុងចិត្តកណាចាអរគុណទៀត ពពុទ្ធអត់បាននាំផងនួនដើរតាមរឿងហ្នឹងយើងមើលពេលព្រះអង្គឆាន់ហើយនៅពិធីមង្គលការហ្នឹងនួននៅពេលព្រះអង្គឆាន់ហើយព្រះអង្គអត់យកបាតទៅទេព្រះអង្គទុកបាតហ្នឹងហើយនួនឃើញបាតនៅហ្នឹងក៏កាន់បាតឲ្យព្រះអង្គរឿងខ្លួនឯងកាន់បាតទៅឲ្យព្រះអង្គហើយតែគិតហ្នឹងទៅដល់កម្មចដាហ្នឹងព្រះអង្គទទួលហើយព្រះអង្គអត់ទទួលតែចុះផុតចដាទៅដល់ទីលានហ្នឹងព្រះអង្គទទួលដល់ហ្នឹងអត់ទទួលទេហើយគិតហ្នឹងតែដើរមុខលានរាជវាំងហ្នឹងព្រះអង្គទទួលទៅដល់ហ្នឹងអត់ទទួលទៀតធ្វើតែមិនដឹងហើយបើនុនរត់មកផ្កាក់ពីមុខប្រហែលព្រះអង្គទទួលតាមមើលព្រះអង្គដើរទៅមុនឯនោះដើរតាមក្រោយលុយអញ្ចឹងទៅព្រះអង្គចេះទៅតែកណាគិតថាព្រះអង្គមានការគិតរូបជាស្រេចទៅទៀតមិនតាន់គិតស្មាននិយាយសិនយើងវិភាគសិនណាកណាប្រទានទុកដល់ពេលទៅដល់វត្តខ្លះគេថាព្រះអង្គបខំឲ្យគេបួសអត់បខំទៀតកាន់សួរតានុនចង់បួសដែរបព្វជិតោសេមិនបព្វជិតោឯណាពាក្យបាលីបព្វជិតោសេសួរតាបួសអត់បងសួរទេបួសអត់សួរមែនណែមកបួសអត់អញ្ចឹងទេសួរតាបួសហេអីនោះរឿងខ្លាចព្រះអង្គផងអីផងបព្វជិសាមិខ្ញុំព្រះអង្គនឹងបួសថាហើយបើបួសវាមិនកើតវាផ្្លាត់មករឿងគោរពព្រះអង្គខ្លាចព្រះអង្គផងបួសទៅបួសទៅនឹកនាងនោះសឹងអីមានណាតេនតាយបានព្រះអង្គនាំទៅមើលអប្សរហើយនៅមកវិញទៅមាននឹកនាងនោះណាណីនឹកស្រីអប្សរឯណោះរត់បានសម្រេចទៅអ្នកខ្លះថាពពុទ្ធក៏កុហកដែរពពុទ្ធក៏ប្រឆោតដែរអត់មានពាក្យណាមួយកុហកផងព្រះអង្គថាបើឲ្យតែសម្រេចគុណធម៌តថាគតតដឹងប្រពន្ធទេវតាឲ្យអប្សរឲ្យហ្មងមានលក្ខខណ្ឌហើយយើងក៏ស្ម័គ្រចិត្តទៀតខ្ញុំព្រះអង្គបដិបត្តិតលបាញដល់បានសម្រេចព្រះអរហន្តទៅសុំដោះពាក្យព្រះអង្គឲ្យពាក្យបដញ្ញាណាដែលមានមកពីមុនខ្ញុំព្រះអង្គសុំដោះវិញទាំងអស់ហ្នឹងហើយអានេះព្រះអង្គឃើញប្រយោជន៍ធំជាប្រយោជន៍ដែលសម័យខ្លួនគេនឹងអត់ស្ដាយក្រោយទេតែសម្រាប់យើងមានកិលេសយើងគិតថាព្រះអង្គដូចធ្វើបាបគេមែនទេគឺកំពុងតែរៀបការជាមួយស្រីស្រស់ជីវ៉ាមានផកត្រាដូចស្រស់ប្រំប្រៃហើយព្រះអង្គនេះទៅយកបដាច់គឺដូចទូកើតទេហ្នឹងហើយប៉ិនយើងទៅសួរម្ចាស់ខ្លួនគេចុងក្រោយតើគេពេញចិត្តទេសួរនុនណាពេញចិត្តទេឃើញព្រះអង្គនឹងគឺជាមហាវីរៈបុរសដ៏កំពូលអស្ចារ្យក្នុងលោកថាគុំតែព្រះអង្គបង្ហាញផ្លូវអញហ្នឹងគុំអីអញហ្នឹងហ្នឹងហ៎ដឹងណានៃទេឃើញទេគេឃើញអញ្ចឹងម្ចាស់ខ្លួនគេចង់បញ្ចប់គេឃើញអញ្ចឹងប៉ុន្តែយើងនេះវាជាទៅទើសជំនួសនន់ណាសំគេកំពុងតកាអានេះវាមិនសមមែនដែលយើងឃើញឧទាហរណ៍យើងមនុស្សចាស់យើងយល់ដឹងហើយឃើញកូនក្មេងកំពុងតែផឹកទឹកឃ្មុំដែលលាយទៅដល់ថ្នាំពុលហើយយើងរកវិធីសាស្ត្រយ៉ាងម៉េចកុំឲ្យក្មេងហ្នឹងផឹកថ្នាំពុលទឹកឃ្មុំហ្នឹងឲ្យផឹកស្អីដែលមានវីតាមីនវិញដើម្បីសរីរាង្គថ្ងៃក្រោយវាអត់ឈឺវិញប៉ុន្តែបើក្មេងនឹងនៅតែជាក្មេងប្រកាសជាខឹងមករហូត
ដូចមនុស្សដែលនាំពីការមកហ្នឹងបើសិនជាអត់បានសម្រេចគុណធម៌មកគិតតែខឹងរហូតមែនណាហ្នឹងតែដូចមនុស្សម្នាក់កំពុងតែផឹកទឹកឃ្មុំហ្នឹងហើយយើងដឹងទៅយើងឥឡូវថាដូចព្រះសម្មាសម្ពុទ្ធអត់មានកន្លែងណាមួយប្រឈប់មិនអោយគឺសួរឲ្យព្រមខ្លួនឯងទេប៉ុន្តែបើទោះជាប្រាប់បង្ខំក៏ដោយចេះឧទាហរណ៍តែយើងឃើញមនុស្សម្នាក់កំពុងតែឆ្ងាញ់ជាមួយទឹកឃ្មុំហ្នឹងថាទឹកឃ្មុំហ្នឹងឆ្ងាញ់ប៉ុន្តែវានៅក្នុងហ្នឹងវាមានថ្នាំពឹសឧទាហរណ៍វាមានថ្នាំពឹសហ្នឹងហើយប្រសិនបើថ្ងៃក្រោយមិនបានបញ្យល់មនុស្សហ្នឹងឲ្យឃើញថានឹងជាថ្នាំពឹសទេមនុស្សហ្នឹងខឹងរហូតប៉ុន្តែឧទាហរណ៍ថាយើងក៏ឆក់ពីមាត់អ្នកហ្នឹងណោះទៅចាក់ទៅឆ្កែមកលឹតចាប់ឆ្កែលឹតទៅបកាច់ត្រល់ដូច្នេះការហាមមិនឲ្យទឹកឃ្មុំនេះមិនមែនជាទោសទេគឺជាគុណឃើញទេបើគាត់ដកចេញពីមាត់អញបកាច់ងាប់ដូចឆ្កែហ្នឹងអញ្ចឹងអាហ្នឹងហាមផងតែពុទ្ធអត់មានហាមទេសួរស្ម័គ្រចិត្តរហូតមែនទេហ្នឹងហើយវាកន្លែងហ្នឹងដូចជាមិនបាច់ដល់ព្រះនន្ទទេគ្រាន់តែញាតិញោមសិស្សចាស់គ្រូដ៏ច្រើនគ្រាន់តែស្ដាប់ធម៌យល់អីដឹងថាខ្លួនឯងធ្លាប់ល្ងឹត20 30 40ឆ្នាំ10ឆ្នាំអីចឹងទៅគ្រាន់តែប្រែមកវិញក៏អាចធ្លាប់តែយល់ខុសហ្នឹងឃើញថាអត់មានស្ដាយអីផងហើយអរគុណចាស់គ្រូគ្រប់គ្នាអរគុណណាប៉ុន្តែបើមិនតន់យល់និយាយទៅអត់សុបាយចិត្តទេមែនទេកណាភ័យខ្លាចបាត់នេះខឹងទៀតណាខឹងទៀតខឹងទៀតគុំមុខទុកទៀតហ្នឹងហើយកណាតែអង្គមកូនចាស់កណាចង់បញ្ជាក់ថាឈាននៅលោកយៈឈានទាំងអស់មិនមែនជាលក្ខណូបណ្ណាឈានណាកូនចាស់ហើយនឹងលោកកតរៈឈានតាំងពីសោតចាប់តាំងពីសោតតាបត្តមៈមកសុទ្ធតែជាលក្ខណូបណ្ណាឈានកូនចាស់ហើយនឹងមួយទៀតរឿងដល់ពេលកណាចង់សួរប៉ុន្តែទទួលកូនចាស់លើកឧទាហរណ៍រឿងព្រះអនន្តហើយនឹងភិក្ខុ500អង្គហ្នឹងអញ្ចឹងកណាបានចម្លើយខ្លួនឯងថាឈានហ្នឹងអាចកើតឡើងក្រោយពីបានសម្រេចធម៌ហើយក៏ឧទាហរណ៍ថាកាលនៅជាបឋមជនអត់ដែលមានឈានអីទេកុំចាស់ប៉ុន្តែដល់ពេលបានសម្រេចធម៌ហើយជួនកាលអាចបានឈានក្រោយសម្រេចធម៌កុំចាស់កណាអរគុណកុំចាស់ឈានដែលកើតក្រោយពេលសម្រេចឈាននោះមិនមែនជាលោកកតរៈទេជាកិរិយាអញ្ចឹងណាពីព្រោះលោកកតរៈឈានមានក៏មានព្រះនិព្វានជាអារម្មណ៍ខណៈនោះដោយពេលដែលព្រះអរហន្តដែលលោកសម្រេចហើយលោកចូលឈានមិនមែនជាលោកកតរៈឈានទេគឺជាកិរិយាឈានណាដូចចូលសមាបត្តិ8អីហ្នឹងគឺរូបឈាន4អរូបឈាន4ទៅចូលហ្នឹងគឺជាលោកយៈចិត្តតែជារូបាវចរកិរិយាឬក៏អរូបាវចរកិរិយាកណាចុះកូនចាស់ដែលកណាសរុបពីករណីមុនហ្នឹងត្រឹមត្រូវទេកូនចាស់ដែលលោកយៈឈានមិនមែនជាលក្ខណូបណ្ណាឈានណាកូនចាស់ហើយនឹងលោកយៈឈានដែលជាអារម្មណូបណ្ណឈានវានៅតែជាលោកយៈឈានអញ្ចឹងណាប៉ុន្តែមិនមែនជាលក្ខណូបណ្ណាឈានដែលពិចារណាមែនទេវាទល់តែកើតនៅពីទាញៀនកើតឡើងក្នុងវិថីឈានហ្នឹងអានឹងបានឈានហ្នឹងទៅជាលោកកតរៈណាចុះកូនចាស់ដល់ពេលក្នុងលោកកតរៈឈានមិនមែនរាប់តែព្រះអរហន្តមួយទេដែលជាលក្ខណូបណ្ណាឈានកូនចាស់រាប់តាំងពីសោតាហ្នឹងតាំងសោតាមកមែនអរគុណកូនវារៀងលងលោចបន្តិចណាយើងរៀនដល់លោកកតរៈនេះប៉ុន្តែនៅតែមានប្រយោជន៍បងឃឹមហ៎កណាទៅអញទុំលោកចាស់គ្រូកណាចង់ឆ្ងល់បកគលដែលជាឈានលិភីលោកចាស់គ្រូកណាអត់យល់ឈានលាភីគឺអ្នកបានឈានលាភីហ្នឹងប្រែអ្នកបានឈានប៉ុណ្ណឹងហ្នឹងប្រែតែប៉ុណ្ណឹងអរគុណចាស់
ចាស់គ្រូចឹងគិតថាបន្តលោកតរៈដោយចែកដោយនៃផ្សេងទៀតឬក៏ចប់ចាស់គ្រូហ្នឹងហើយយើងចែកតែមួយផ្លេតខ្ញុំមិនស្អែកចែកតែមួយផ្លេតបញ្ចប់ទៅហើយយើងសរុបចិត្តទាំងអស់ចេតសិកសម្បយុទ្ធឡើងវិញទាំងអស់ដើម្បីឲ្យចាំចិត្តណាមានចេតសិកប្រមាណធ្វើ review ឡើងវិញមួយទេឯងរបស់ឡើងកណាបន្តស្អែកទៀតហ្នឹងហើយអញ្ចឹងចិត្តចេតសិកហាក់ដូចជាចប់ហើយប៉ុន្តែចេះមិនចេះអាហ្នឹងរឿងរបស់ញាតិញោមទេមិនដឹងទេតាមបានហើយ ប៉ុន្តែសារសួរគ្នាសារលើកមកដូចរៀនហើយអញ្ចឹងបើអាត្មាបង្កើតជាសំណួរឲ្យបានច្រើនមកបានគិតមួយរយៈនេះអាត្មាអត់បានបង្កើតសំណួរព្រោះហើយនៅក្នុងនេះយើងសួរទៅឆ្លើយវាអត់តន់ចិត្តដូចផ្ទាល់ហ្មងជាងកាលយើងនៅបាប់ញូតបាត់ញូតអីចឹងវារៀងហើយបើឆ្លើយទាំងអស់គ្នាវ៉ែពេញហ្នឹងបងភេចង់បញ្ចេញយោបល់អីលើកនេះសិនបងចាស់គ្រូបានកុំបងខ្ញុំកណាមិននឹងស្ដាប់នៅក្រៅទុំចូលតាក់តងនឹងឈានហ្នឹងលោកកតរៈហើយយើងលោកកយៈឈានកើតឡើងគឺដើម្បីក្របសង្កត់កិលេសមិនអញ្ចឹងបងហើយចុះលោកកតរៈឈានហ្នឹងកើតឡើងក្របសង្កត់កិលេសឬកំចាត់កិលេសបហាអញ្ចឹងបានតែកំចាត់កិលេសកំចាត់កិលេសអញ្ចឹងពីឈានពីនេះខុសគ្នាហ្នឹងហើយអារម្មណូបនិឈានសកត់លក្ខណូបនិឈានបហាណាព្រោះនៅក្នុងលោកយៈវាមានអារម្មណូបនិឈានហើយនិងលក្ខណូបនិឈានពីប៉ុនវាប្រព្រឹត្តទៅដើម្បីលោកកតរៈឯងណាដើម្បីប្រកបក្របនិវរណធម៌ណាអញ្ចឹងពីហ្នឹងខុសគ្នាធំគ្នាមួយសកត់មួយជីករឹសណាកណាអញ្ចឹងអត់មានដុសមកទៀតទេអត់ទេណាអរគុណបងខ្ញុំនិយាយមកសកត់ណាពេលណាដែលมันមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងมันមានការសម្ដែងឡើងនៅពោធិបក្ខយធម៌មានតែអារម្មណូបនិឈានមួយគត់ក្នុងលោកហ្នឹងរបស់ពួកព្រាមពួកអីហ្នឹងមានតែហ្នឹងណាគុណចាស់កណាចង់សុំសួរបន្តិចមិញភ្លេចព្រះនុនហើយនិងព្រះអនន្តបុគ្គលតែមួយអត់គុណចាស់ផ្សេងគ្នាតែបងប្អូនព្រះអង្គទាំងអស់ហើយគុណចាស់អនន្តជាសាច់ញាតិព្រះអង្គជាជីដូនមួយហើយដល់ទៅនុនបៃតាជាមួយមេដាទីតីពីគ្នាហើយមេដានិងមេដានឹងបងប្អូនគ្នាបង្កើតនុនគឺជាកូនរបស់នាងពជាបតិកោតមីអញ្ចឹងណាកណាអត់ប៉ុន្តែពុទ្ធប្រវត្តិឥណ្ឌាលេងអត់ថាអញ្ចឹងឯពុទ្ធប្រវត្តិឥណ្ឌាថានុននឹងតួទេវទត្តទៅជាចេះទៅវិញដដើមនាងពឹងពៀមួយព្រះអង្គវាទៅជាចេះណាដល់ពេលយើងរករឿងគេថាព្រះស្រុកគេទៅចេះជាងគេម៉េចចឹងមិនថាប្រវត្តិយើងទៅឆ្លោះគ្នាពិបាកយើងដឹងតាមអត្តកថាចាលោកចាមកតមករហូតមកតែវាមានខ្សែរឿងដូចជាវាចងចង្វាក់គ្នាត្រឹមត្រូវពីតកូលណាអត្តកថាលោកចាគ្រប់រឿងទាំងអស់ហើយដល់ពុទ្ធប្រវត្តិឥណ្ឌានេះលេងមិនសូវត្រូវទេលេងបើលើកពុទ្ធភាសិតអីមកជាត្រូវខ្លះប៉ុន្តែលេងអត់សូវត្រូវមកមើលបានត្រឹមអប់រំអីធម្មតាប៉ុន្តែឲ្យយល់សភាវៈធម៌អត់ឧទាហរណ៍ដូចពេលព្រះអង្គចិត្តបរិនិព្វានអីចឹងទៅអនុរុទ្ធអីក៏យំលេងចឹងវាមិនត្រូវព្រះរហន្តនៅយំទៀតចប់អស់មនុស្សផុតទុកលេងវាមិនត្រូវចង់លេងពុទ្ធប្រវត្តិចឹងបើយកមនុស្សចេះបរមត្តធម៌ច្បាស់ទៅធ្វើជាទីប្រឹក្សាស្មានថាល្អលេងឲ្យវាត្រូវឲ្យតាមរយៈហ្នឹងគេស្គាល់ what Buddhism really is ហ្មងដល់ពេលលេងបញ្ចូលសិល្បៈច្រើនពេកអាមើលណាមើលពុទ្ធប្រវត្តិឥណ្ឌាគេល្បីហ្នឹង
មើលទៅវាបញ្ចូលបែបបទសិល្បៈច្រើនពេកហើយរបៀបមនោសញ្ចេតនារបស់មនុស្សមានកន្លែងទាំងអស់ហ្នឹងអស់លេងគ្មានឲ្យឃើញថាតើអរិយបុគ្គលអ្នកឃើញធនហ្នឹងឃើញល្មិចរងាត់កិលេសយ៉ាងម៉េចសម្បត្តិលោកម៉េចអត់ឃើញតែខ្សឹកខ្សួលហើយតែអត់ដឹងណារួចផុតទុកមួយទេមើលទៅកន្លែងហ្នឹងសូម្បីតែព្រះអង្គក៏និយាយជាមួយព្រះអនន្តនេះកណាដែរទៀតអត់មានតថាគតនិយាយកណាបកប្រហែលហ្នឹងក៏វាឆ្កងទៅទៀតកណាថាបើសិនមានជាភាសាខ្មែរហើយនិងភាសាអង់គ្លេសហើយត្រឹមត្រូវដោយគុណចាស់ថាអញ្ចឹងកណាគិតថាមានប្រយោជន៍ច្រើនក្នុងសង្គមគុណចាស់ជាពិសេសក្មេងៗឥឡូវបើសិនជាឲ្យគាត់ទៅរៀនតែម្ដងគឺប្រហែលជាម្ដាយឪពុកនឹងមិនងាយហើយនឹងភាសាឆ្លងគ្នាទៀតអញ្ចឹងមិនងាយនឹងតម្រង់គាត់តែបើសិនជាឲ្យគាត់ឃើញរូបភាពហើយដូចគាត់រៀនចាប់អារម្មណ៍ដែរកណាគិតថាជួយច្រើនប៉ុន្តែមកនៅមានបំណងមួយដែរគិតថានឹងបង្កើតពុទ្ធប្រវត្តិជា animation ព្រោះ animation យើងធ្វើទៅតំណងជាងមនុស្សដើមមនុស្សខ្លះហ្នឹងមុខមាត់វាមិនតំណងធ្វើប្រាស់ទៅទៀតបើ animation វាដូចល្អតួអីចឹងទៅហើយចង់បង្កើតក្រុមមើលមានអ្នកណាអីស្ម័គ្រចិត្តអីចេះIT ចេះanimation ណារូបតុក្កតារូបអីអាត្មាសរសេរជាអត្ថបទរឿងខ្លីៗមានណោប៉ុណ្ណេះហើយយកពាក្យពុទ្ធមែនតើនឹងយកមកបញ្យល់មកប៉ុន្តែកូនចាស់ animation ល្អមួយយ៉ាងអញ្ចឹងប៉ុន្តែបើសិនជាប្រើទឹកមុខហើយនឹងអារម្មណ៍វិញមនុស្សមែនតើស្រួលធ្វើជាងកូនចាស់បើសិនមុនយើងដើរតួយើងរៀបឆាកយើងបញ្យល់ឲ្យគាត់ថាត្រូវធ្វើអារម្មណ៍យ៉ាងម៉េចឧទាហរណ៍ថាសោមនស្សអូពេខាអីចឹងវាអញ្ចេះវាពាក់ព័ន្ធអ្នកដើរតួធ្វើព្រះខ្លះនៅផឹកស្រាអ៊ូបនួវាពិបាកដើរតួធ្វើព្រះដល់នៅខាងក្រោយវាអញ្ញៃវាមិនតំណងសោះហ្មងចឹងចម្រើនពរលាទាំងអស់គ្នាសូមថ្មីប្រកគុណចាស់គុណគុំលាចាគុំលាចាគុំលាគុំលាបងប្អូនអរគ្នាជម្រាបបងប្អូនទាំងអស់គ្នាចាជម្រាបលាចាឲ្យជួបគ្នាទៀតជម្រាបលាជម្រាបសួរជម្រាបលាបងប្អូនទាំងអស់គ្នាទាំងអស់គ្នាចាំខ្ញុំដាក់